ខ្ញុំកណាខ្ញុំសូមក្រាបថ្វាយបង្គំចំពោះព្រះថេរានុថេរៈពុកគ្រប់ព្រះអង្គសូមជម្រាបសួរចំពោះពលរដ្ឋខ្មែរដែលកំពុងតាមដាននៅការផ្សាយរបស់ Channel YouTube របស់ខ្ញុំកណាខ្ញុំឡាយសម្រោងនិងតាមរយៈ Page សម្រោង News ជា Page ថ្មីនិង Page ព័ត៌មាន CAN Channel News និង Account Facebook ឡាយសម្រោងថ្ងៃនេះខ្ញុំកណាខ្ញុំសូមលើកយកនៅអត្ថបទវិភាគសិក្សាអំពីករណីវៀតណាមនិងថៃបាននាំគ្នាកាត់យកដែនសមុទ្រកម្ពុជាដូច្នេះក្នុងករណីនេះរវាងច្បាប់អន្តរជាតិនិងអំណាចនយោបាយនិងភាពទន់ខ្សោយរបស់យុទ្ធសាស្ត្រជាតិក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបច្ចុប្បន្ននិងអតីតលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលបច្ចុប្បន្នជាប្រធានប្រសិទ្ធិតើមានបញ្ហាអ្វីខ្លះខ្ញុំកណាត់ខ្ញុំចោទជាសំណួរ3ដើម្បីធ្វើការវិភាគសិក្សានេះទី1ហេតុអ្វីបានជាទំនាស់លើដែនសមុទ្ររវាងប្រទេសវៀតណាមនិងថៃនិងកម្ពុជាបានកើតឡើង2ជាមរតកអាណានិគមដែលបន្សល់ទុកឲ្យកម្ពុជានៅភាគមិនច្បាស់លាស់ជុំវិញព្រំដែនសមុទ្រដែលមិនអាចបញ្ចប់បាន3រវាងច្បាប់អន្តរជាតិអំណាចនយោបាយនិងវិបត្តិអធិបតេយ្យជាតិកម្ពុជាខាងក្រោមនេះខ្ញុំនឹងធ្វើការពន្យល់លម្អិតដោយផ្អែកលើហេតុផលប្រវត្តិសាស្ត្រនិងសេណារីយ៉ូនយោបាយតំបន់នៅពេលដែលប្រទេសកម្ពុជានិងថៃបានដណ្ដើមកាន់កាប់ដែនសមុទ្រដែលជាអធិបតេយ្យភាពរបស់កម្ពុជាហើយកម្ពុជានៅបន្តស្ងប់ស្ងាត់ដដែលចំពោះចំណុចទី1គឺហេតុអ្វីបានជាទំនាស់នៅលើដែនសមុទ្ររវាងប្រទេសវៀតណាមនិងថៃនិងកម្ពុជាបានកើតឡើងបញ្ហាដែនសមុទ្រមានប្រភពពីរគឺកត្តាប្រវត្តិសាស្ត្រនិងការមិនបានកំណត់យ៉ាងច្បាស់តំបន់សមុទ្រនៅមហាសមុទ្រថៃ The Goal of Thailand ដែលបណ្ដាលឲ្យមានតំបន់ដំណោះរវាងប្រទេសទាំង3នោះដែលមានប្រទេសវៀតណាមថៃនិងកម្ពុជាមានមតិពីសាធារណជាតិនិងអន្តរជាតិនិងការសិក្សានានាបានលើកឡើងថានៅក្នុងការកំណត់ពេញលេញនៃដែនសមុទ្រនេះមិនទាន់បានចុះសម្រុងយ៉ាងច្បាស់រវាងប្រទេសជិតខាងទាំង3នោះទេការបញ្ជាក់ដែនសមុទ្រប្រទេសនីមួយៗឬជាការឬពីជាឯកតោភាគីគឺមិនបានសម្រេចនូវយុទ្ធសាស្ត្រជាផ្លូវការជាមួយប្រទេសទី3គឺជាការខុសច្បាប់ចំពោះសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមិនបានទទួលការយល់ព្រមពីគ្រប់ភាគីវៀតណាមថៃនិងកម្ពុជាតែវាផ្ទុយទៅវិញនៅក្នុងឆ្នាំ1997ប្រទេសវៀតណាមនិងថៃបែរជានាំគ្នាចុះកិច្ចព្រមព្រៀងកំណត់ដែនសមុទ្រជាមួយគ្នាដែលរួមមានការកំណត់បង្ហាញតំបន់សមុទ្រណាមួយជារបស់វៀតណាមនិងថៃក៏តែករណីនេះត្រូវបានក្រុមអ្នកតស៊ូមតិកម្ពុជានិងគណៈបកចម្រុះរបស់រដ្ឋាភិបាលកម្ពុជានាពេលនោះមិនមែនជាគណៈបកប្រជាជនកម្ពុជាទេគឺមានគណៈបកហ៊ុនស៊ិនប៉ែតហើយនិងគណៈបកផ្សេងទៀតបានធ្វើការសម្ដែងមតិជំទាស់ដោយបាននិយាយថាការអនុម័តនេះមិនមានការយល់ព្រមចំពោះកិច្ចព្រមព្រៀងពេញលេញជាមួយនឹងកម្ពុជានោះទេដែលថ្លែងថាជាការរំលោភនៅអធិបតេយ្យភាពនិងសិទ្ធិសមុទ្ររបស់កម្ពុជានៅក្នុងទឹកដីរបស់ខ្លួនជាមួយគ្នានេះបញ្ហានយោបាយនិងការបកស្រាយផែនទីខុសគ្នាក៏ជាចំណុចសំខាន់មួយគឺការប្រើប្រាស់ផែនទីជាធម្មតាត្រូវបានធ្វើឡើងក្នុងសម័យអាណានិគម Colonial Area ហើយមានការបកស្រាយខុសគ្នារវាងប្រទេសនីមួយៗអំពីព្រំដែនសមុទ្រទន្ទឹមនឹងនេះដែរក៏មានព័ត៌មានរបស់អ្នកស្រាវជ្រាវបានស្នើចំណាប់អារម្មណ៍អំពីការប្រើប្រាស់ផែនទីបុរាណនិងកិច្ចព្រមព្រៀងដើមដែលមានភាពច្របូកច្របល់ពួកគេប្រើសកម្មភាពខ្លះដែលបង្កការតស៊ូមតិដើម្បីបង្ហាញពីការកាត់យកឬកំណត់ដែនសមុទ្រដោយមិនមានការយល់ព្រមពីភាគីកម្ពុជាដោយត្រូវបានមើលឃើញថាជាការរំលោភអធិបតេយ្យភាពរបស់កម្ពុជាករណីនេះប្រសិនបើមិនមានការចុះសម្រុងឬអនុម័តតាមក្បួនច្បាប់អន្តរជាតិលក្ខណៈទូលំទូលាយទេនោះជាឧទាហរណ៍ដូចជាមានច្បាប់ UNCLOS បានច្បាប់ UNCLOS ហ្នឹងគឺមានមកពីពាក្យថា United Nations Convention on the Law of the Sea បានន័យថាជាច្បាប់សមុទ្រយើងនិយាយមែនតើគឺជានីតិសមុទ្រអន្តរជាតិក្នុងករណីនេះខ្ញុំសូមបញ្ជាក់ជូនផងដែរថាប្រទេសដែលមិនទទួលយក UNCLOS ឬកិច្ចព្រមព្រៀងនេះនោះកម្ពុជាអាចស្នើសុំឲ្យតុលាការអន្តរជាតិចាត់ការបាននៅក្នុងករណីប្រទេសវៀតណាមនិងថៃប្រសិនបើកម្ពុជាមានឆន្ទៈពិតប្រាកដនៅក្នុងការទាមទារយកដែនអធិបតេយ្យភាពរបស់ខ្លួនមកប្រើប្រាស់នោះគឺមកគ្រប់គ្រងប្រើប្រាស់បាននោះកម្ពុជាអាចដាក់ពាក្យបណ្ដឹងជាផ្លូវការទៅសមាជិកទៅអង្គការសហប្រជាជាតិពាក់ព័ន្ធនឹងគេហៅថាកិច្ចព្រមព្រៀងពាក់ព័ន្ធនឹង UNCLOS
យើងឃើញហើយគឺថានៅក្នុងនេះបាទខ្ញុំសូមបង្ហាញនេះប៉ុន្តែបាទមើលមិនច្បាស់ពីមានការកងទីគឺដែនសមុទ្រទាំងអស់នេះគឺប្រទេសថៃនិងប្រទេសវៀតណាមបានកដោបកាន់កាប់យកដែនសមុទ្រកម្ពុជាតាំងពីឆ្នាំ1997នេះគេថាដែនសមុទ្រកម្ពុជានៅសល់ទូចមួយ10000គីឡូម៉ែត្រហើយវៀតណាមថៃគេបានអូសខ្លួនគេមកកដោបយកដែនសមុទ្រកម្ពុជាអស់ប៉ុណ្នេះទៀតបាទប៉ុណ្នេះយកអស់លីងតែម្ដង នេះគឺជាបញ្ហាក្នុងករណីនេះខ្ញុំសូមបញ្ជាក់ថាប្រទេសមួយដែលមិនទទួលអានក្លុសគឺនឹងត្រូវទទួលនៅការពិន័យឬមួយក៏ទទួលនៅការចោទប្រកាន់ជាអន្តរជាតិថាជាប្រទេសដែលរំលោភយកអធិបតេយ្យភាពប្រទេសមួយទៀតដូចជាក្នុងករណីប្រទេសវៀតណាមនិងប្រទេសថៃដែលបំពានយកដែនសមុទ្រខ្មែរគឺជាការរំលោភច្បាប់អន្តរជាតិហើយករណីនេះរដ្ឋកម្ពុជាប្រសិនបើមានឆន្ទៈក៏អាចប្តឹងទៅតុលាការអន្តរជាតិដោយយកច្បាប់សមុទ្រអានក្លុសនេះទៅប្រើប្រាស់ដើម្បីការពារអធិបតេយ្យភាពសមុទ្ររបស់ខ្លួនផងដែរនេះគឺជាមូលហេតុចម្បងនៃទំនាស់នៅដែនសមុទ្រកម្ពុជាវៀតណាមនិងថៃហើយដែលយើងឃើញហើយថាវៀតណាមនិងថៃបានរំលោភលើដែនសមុទ្ររបស់កម្ពុជាបាទខ្ញុំសូមលើកយកមកបង្ហាញតិចបាទឲ្យឃើញច្បាស់នេះហើយបាទឃើញគឺច្បាស់បាទគឺការកាត់យកដែនសមុទ្រខ្មែរបាទឃើញច្បាស់បាទមែនតើនៅក្នុងចំណុចនេះបាទគឺផ្សាយរបស់ VOD VOD គាត់ផ្សាយបាទហើយខ្ញុំបានរូបភាពនេះគឺយកមកដាក់ដើម្បីបង្ហាញឲ្យឃើញទី2ជាមរតកអាណានិគមបារាំងដែលបន្សល់ទុកឲ្យកម្ពុជានៅភាពមិនច្បាស់លាស់ជុំវិញព្រំដែនសមុទ្រដែលមិនអាចបញ្ចប់បានមូលហេតុដំបូងនៃបញ្ហានេះគឺការបន្សល់ទុកព្រំដែនមិនច្បាស់លាស់ពីសម័យអាណានិគមបារាំងក្នុងសម័យនោះការកំណត់ព្រំដែនផ្ដោតលើដែនគោកជាចម្បងខណៈដែនសមុទ្រត្រូវបានមើលរំលងឬការកំណត់ដោយការគូសផែនទីមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវនៅក្រោយឯករាជ្យប្រទេសជិតខាងបានប្រើផែនទីនិងឯកសារបន្សល់ពីសម័យអាណានិគមបារាំងដើម្បីអាងពីសិទ្ធិលើដែនសមុទ្រដោយមិនមានការព្រមព្រៀងជាក់លាក់ណាមួយជាមួយកម្ពុជានោះទេនេះជាគោលបញ្ហាដើមដែលនាំឲ្យមានការបកស្រាយខុសគ្នានិងការអះអាងជាន់គ្នាជុំវិញបញ្ហាអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS និងការអនុវត្តមិនស្មើភាពគ្នានៅក្នុងប្រទេសដែលមានដែនសមុទ្រជាមួយគ្នាដូចជាវៀតណាមកម្ពុជានិងថៃក៏ដូចជាបញ្ហាសមុទ្រចិនខាងត្បូងផងដែរនោះតាមអនុសញ្ញាអន្តរជាតិស្តីពីច្បាប់សមុទ្រ UNCLOS ប្រទេសឆ្នេរសមុទ្រមានសិទ្ធិលើទឹកសមុទ្របាទគឺ12ម៉ាយសមុទ្រនិងតំបន់សេដ្ឋកិច្ចផ្នែកមុខ EEZ គឺ200ម៉ាយសមុទ្រក៏ប៉ុន្តែ UNCLOS ឬ UNCLOS ក៏កំណត់បានយ៉ាងច្បាស់ថាក្នុងករណីដែនសមុទ្រជាន់គ្នាប្រទេសពាក់ព័ន្ធត្រូវចរចាដោយយុត្តិធម៌សន្តិវិធីនិងមានការយល់ព្រមរួមករណីបញ្ហាវៀតណាមនិងថៃបានចុះកិច្ចព្រមព្រៀងតំបន់ដែនសមុទ្ររវាងគ្នារវាងគ្នាបានថារវាងថៃនិងវៀតណាមដោយរំលងលើអធិបតេយ្យភាពសមុទ្ររបស់កម្ពុជាដោយមិនមានភាគីកម្ពុជាចូលពាក់ព័ន្ធទោះបីជាតំបន់ខ្លះជាតំបន់កម្ពុជាអាងថាជាប់គ្នាក៏ដោយការធ្វើបែបនេះត្រូវបានអ្នកច្បាប់ជាច្រើនមើលឃើញថាទាំងប្រទេសវៀតណាមនិងប្រទេសថៃគឺធ្វើផ្ទុយនឹងស្មារតី UNCLOS និងការរំលោភសិទ្ធិប្រទេសទី3គឺប្រទេសកម្ពុជាពាក់ព័ន្ធអំណាចនយោបាយនិងការពិតពីភូមិសាស្ត្រនៅលើឆាកអន្តរជាតិច្បាប់មិនមែនជាអំណាចតែមួយមុខគត់នោះទេអំណាចនយោបាយសេដ្ឋកិច្ចនិងយោធាក៏ជាកត្តាសម្រេចវៀតណាមនិងថៃដែលមានសមត្ថភាពការពារសមុទ្របានតែអាងកម្លាំងជើងទឹករបស់ខ្លួននិងសេដ្ឋកិច្ចរបស់ខ្លួនខ្លាំងជាងកម្ពុជាពួកគេអនុវត្តគេហៅការពិតនៅលើសមុទ្រដូចជាការអនុញ្ញាតឲ្យរុករកព្រែងការគ្រប់គ្រងធនធានជាក់ស្ដែងមុនពីមានការកំណត់ផ្លូវច្បាប់ច្បាស់លាស់សម្រាប់កម្ពុជាភាពខ្សោយក្នុងការកសាងយុទ្ធសាស្ត្រសមុទ្រជាតិនិងការពឹងផ្អែកលើការទូតស្ងាត់ធ្វើឲ្យការអះអាងសិទ្ធិមិនមានទម្ងន់គ្រប់គ្រាន់និងធ្វើឲ្យបាត់បង់ផលប្រយោជន៍ជាតិជាច្រើនក្នុងរយៈពេលជាង30ឆ្នាំកន្លងនេះមិនដឹងថាតើកម្ពុជាបាត់បង់ផលប្រយោជន៍អ្វីខ្លះទេជុំវិញបញ្ហាដែនសមុទ្រប៉ុន្តែនៅក្នុងមួយឆ្នាំបើសិនបើយើងគិតមើលពីចំណូលរបស់ថៃហើយនិងវៀតណាមដែលបានពីព្រំដែនសមុទ្រកម្ពុជាដែលគេកាត់យកនេះមិនក្រោម2ទៅ3000លានដុល្លារទេនៅក្នុងមួយឆ្នាំនៅប្រទេសទាំងពីរនោះ5-6000លានដុល្លារហើយបញ្ហាផ្ទៃក្នុងកម្ពុជានិងការបាត់បង់ឱកាសមូលហេតុសំខាន់មួយទៀតគឺបញ្ហាផ្ទៃក្នុងកម្ពុជានិងកង្វះភាពយល់ដឹងលើផ្នែកច្បាប់អន្តរជាតិពាក់ព័ន្ធនឹងនីតិសមុទ្ររបស់អ្នកដឹកនាំកម្ពុជាចាប់តាំងពីក្រោយឆ្នាំ1979មកនៅក្នុងនោះគឺយើងឃើញហើយគឺក្នុងសម័យសាធារណរដ្ឋជាតិកម្ពុជា
បាទកាលហ្នឹងគឺប្រមុខរដ្ឋសមត្ថហេងសំរិនបាទឥឡូវហ្នឹងគឺសម្ដេចហេងសំរិនលោកបានទៅចុះទលេខានៅលើឯកសារជាច្រើននៅក្នុងនោះពាក់ព័ន្ធនឹងឯកសារសមុទ្រនិងពាក់ព័ន្ធនឹងបញ្ហាមួយដែលយើងនឹងមានការចាត់ប្រកាន់ថាធ្វើឲ្យមានការបាត់បង់កោះត្រល់ឬមួយបាត់បង់សិទ្ធិនៅក្នុងការទាមទារនៅកោះត្រល់ផងដែរមកគឺមានភាពមិនច្បាស់លាស់នៅក្នុងគោលនយោបាយដែនសមុទ្ររបស់ខ្លួនការខ្វះឯកសារបច្ចេកទេសនិងខ្វះអ្នកជំនាញច្បាប់សមុទ្រអន្តរជាតិរួមទាំងការមិនយកបញ្ហាដែនសមុទ្រធ្វើជាបញ្ហាជាតិរួមដែលបន្សល់ទុកបញ្ហានេះមកដល់បច្ចុប្បន្នដែលធ្វើឲ្យកម្ពុជាបានបាត់បង់ឱកាសនឹងការប្រើប្រាស់យន្តការអន្តរជាតិដូចជាតុលាការអន្តរជាតិឬអាជ្ញាកណ្ដាលអានក្លូសដើម្បីការពារសិទ្ធិរបស់ខ្លួននៅលើឆាកអន្តរជាតិផងដែរតើករណីប្រទេសវៀតណាមនិងថៃបានចុះកិច្ចព្រមព្រៀងកំណត់ដែនសមុទ្ររវាងគ្នាដោយរំលងលើអធិបតេយ្យភាពសមុទ្ររបស់កម្ពុជាពីការរំលោភច្បាប់អន្តរជាតិដែរឬទេពីទស្សនៈច្បាប់អន្តរជាតិការកំណត់ដែនសមុទ្រដោយមិនមានការយល់ព្រមពីភាគីពាក់ព័ន្ធទាំងអស់អាចត្រូវបានចាត់ទុកថារំលោភច្បាប់គឺមិនស្របច្បាប់ទោះជាយ៉ាងណានៅក្នុងការអនុវត្តជាក់ស្ដែងច្បាប់អន្តរជាតិអាស្រ័យលើការតវ៉ានិងសកម្មភាពរបស់ប្រទេសដែលរងផលប៉ះពាល់ក៏ប៉ុន្តែផ្ទុយមកវិញប្រទេសកម្ពុជារដ្ឋាភិបាលកម្ពុជាប្រែបែរជានៅស្ងៀមស្ងាត់ដោយមិនព្រមប្រើប្រាស់ទាំងកិច្ចការទាំងបណ្ដឹងទាំងកិច្ចការទូតហើយនឹងយន្តការច្បាប់ជុំវិញការរំលោភបំពានរបស់ប្រទេសថៃនិងប្រទេសវៀតណាមហើយការនេះគឺជាការផ្ដល់ឲ្យផលប្រយោជន៍ហើយនឹងអនាគតអាចគឺទៅជារបស់គេជាក់ស្ដែងផងដែរ3រវាងច្បាប់អន្តរជាតិនិងអំណាចនយោបាយនៅវិបត្តិអធិបតេយ្យភាពដែនសមុទ្រជាមូលដ្ឋានសេដ្ឋកិច្ចយុទ្ធសាស្ត្រនិងអធិបតេយ្យភាពជាតិសម្រាប់កម្ពុជាដែនសមុទ្រនៅមហាសមុទ្រថៃមានន័យស្មើនឹងអនាគតជាតិពីធនធានប្រេងឧស្ម័នការនេសាទនិងផ្លូវពាណិជ្ជកម្មអន្តរជាតិជាពិសេសគឺផ្លូវពាណិជ្ជកម្មអន្តរជាតិនៅតែម្ដងយើងឃើញហើយនៅក្នុងករណីដែលថៃឈ្លានពានកម្ពុជានៅក្នុងចុងខែធ្នូឆ្នាំ2025កន្លងនេះថៃបានក្រៅពីគម្រាមបិទបានដាក់កងទ័ពជើងទឹករបស់ខ្លួនមកឡោមព័ទ្ធដែនសមុទ្រកម្ពុជាមកឡោមព័ទ្ធច្រកចូលសមុទ្រកម្ពុជាមិនឲ្យមានការចរាចរកប៉ាល់ហើយដោយចោទថាកប៉ាល់ទាំងនោះបានដឹកអាវុធយុទ្ធភ័ណ្ឌមកឲ្យកម្ពុជានេះគឺយើងតាមរយៈផែនទីនេះបាទផែនទីនេះគឺយើងឃើញថាថៃនិងវៀតណាមគេអូសបាទគេទៅជាប់គ្នាឃើញទេបាទគឺនេះវៀតណាមនេះថៃគេអូសចំមកគេដូរតម្រៃមកភ្ជាប់នេះគេបិទនឹងគេថាគឺជារបស់គេ30000គីឡូម៉ែត្រដុល្លារបាទវៀតណាមក៏យក30000គីឡូម៉ែត្រដុល្លារដូចគ្នាតាមពិតដែនសមុទ្រទាំងអស់នេះគឺជាដែនសមុទ្រខ្មែរយោងតាមច្បាប់អានក្លូសបាទរបស់អង្គការសហប្រជាជាតិគឺច្បាប់សមុទ្រអញ្ចឹងយើងឃើញហើយថាទោះជាយ៉ាងណាអស់រយៈពេលជាច្រើនទសវត្សរ៍កម្ពុជាបានប្រឈមមុខនឹងការអះអាងដែនសមុទ្រជាន់គ្នាពីប្រទេសជិតខាងដោយឡែកគឺវៀតណាមនិងថៃសំណួរដ៏សំខាន់គឺថាតើហេតុអ្វីបានជាប្រទេសទាំងពីរនេះអាចកំណត់ការប្រើប្រាស់ដែនសមុទ្រដែលកម្ពុជាអានថាជារបស់ខ្លួនដោយមើលទៅដូចជាការរំលោភច្បាប់អន្តរជាតិខ្ញុំបង្ហាញផែនទីមិញហ្នឹងព្រំដែនសម័យបារាំងដោយផ្ដោតលើដែនគោកមិនមែនដែនសមុទ្រក្នុងសម័យអាណានិគមបារាំងបានកំណត់ព្រំដែនរវាងកម្ពុជាវៀតណាមនិងថៃផ្ដោតលើដែនគោកជាចម្បងដែនសមុទ្រត្រូវបានមើលឃើញថាជាតំបន់រួមឬមិនចាំបាច់លំបណ្ដុតបាត់ផែនទីជាច្រើនត្រូវបានគូសឡើងដោយគ្មានបច្ចេកទេសស្តង់ដារអន្តរជាតិនោះទេករណីប្រទេសវៀតណាមនិងថៃនាំគ្នាប្រើផែនទីចម្រុះគឺស្មើនឹងការបកស្រាយចម្រុះផងដែរពីព្រោះនៅក្រោយការឯករាជ្យប្រទេសនីមួយៗបានជ្រើសរើសផែនទីឬឯកសារដែលអាចគ្រប់គ្រងអត្ថប្រយោជន៍របស់ខ្លួនជាមួយគ្នានេះវៀតណាមនិងថៃបានប្រើផែនទីខ្លះដែលធ្វើឲ្យដែនសមុទ្ររបស់កម្ពុជាត្រូវបានបង្រួមឬបញ្ចូលក្នុងតំបន់អះអាងរបស់ពួកគេដូចខ្ញុំបានបង្ហាញនៅចំណុចបំបញ្ញមិញសូមបញ្ជាក់ថាបញ្ហានេះមិនមែនជាបញ្ហាបច្ចេកទេសទេប៉ុន្តែជានយោបាយនៃការប្រើប្រាស់ផែនទីដើម្បីរំលោភអធិបតេយ្យភាពកម្ពុជានៅពេលគេយល់ថាកម្ពុជាខ្វះការឯកភាពជាតិកម្ពុជាកំពុងមានបញ្ហាផ្ទៃក្នុងជាពិសេសរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់គណៈបព្វជិជនកម្ពុជាដែលកាលនោះមានលោកនាយករដ្ឋមន្ត្រីហ៊ុនសែនហើយបច្ចុប្បន្នលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតគឺមិនបានប្រើប្រាស់ច្បាប់មិនបានប្រើប្រាស់ច្បាប់អន្តរជាតិជាផលប្រយោជន៍របស់ជាតិឲ្យបានពេញលេញនោះទេអញ្ចឹងយើងឃើញថាបញ្ហានយោបាយនៃការប្រើប្រាស់ផែនទីពីព្រោះអានក្លូសនិងសិទ្ធិសមុទ្រកម្ពុជាដោយយោងទៅតាមគោលការណ៍អានក្លូសជាអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្របានចែងច្បាស់ថាទឹកសមុទ្រស្មើនឹង12ម៉ែត្រសមុទ្រនៅតំបន់សេដ្ឋកិច្ចបៃមុខស្មើនឹង200ម៉ែត្រសមុទ្រដូច្នេះករណីនេះយើងឃើញថាតាមច្បាប់អន្តរជាតិប្រទេសទាំងពីរមិនអាចមានសិទ្ធិកំណត់លើដែនប៉ះពាល់ប្រទេសទី3ដូចជាកម្ពុជាតែដោយឯកឯងឬមួយជាទ្វេភាគីរបស់ខ្លួនបានទេ
ជុំវិញអំណាចលើសច្បាប់និងកម្លាំងយោធានិងសមត្ថភាពសមុទ្រដោយសារប្រទេសកម្ពុជានិងថៃមានកងទ័ពជើងទឹកនិងសមត្ថភាពត្រួតពិនិត្យនិងបច្ចេកវិទ្យាសមុទ្រខ្លាំងជាងកម្ពុជានេះអនុញ្ញាតឲ្យពួកគេអាចគ្រប់គ្រងនៅលើដែនសមុទ្រកម្ពុជាបាននិងអនុញ្ញាតឲ្យពួកគេអាចរុករកប្រេងនិងឧស្ម័នព្រមទាំងបង្កើតសិទ្ធិនៅលើដែនសមុទ្ររបស់ពួកគេទាំងពីរផងដែរចំពោះជំរឿនរបស់កម្ពុជាប្រសិនបើនៅតែបន្តការប្រើការទូតស្ងប់ស្ងាត់និងមិនជ្រើសរើសយកកិច្ចការប្តឹងជាផ្លូវការនោះទេកម្ពុជាអាចនឹងបាត់បង់ដែនសមុទ្ររបស់ខ្លួននៅថ្ងៃខាងមុខឆាប់នេះជុំវិញបញ្ហាផ្ទៃក្នុងកម្ពុជាគឺជាកង្វះយុទ្ធសាស្ត្រជាតិផងដែរមួយផងដែរដែលកម្ពុជាមិនទាន់មាន Maritime Strategy ជាតិច្បាស់លាស់ដែលភ្ជាប់ច្បាប់ការទូតការការពារនិងសេដ្ឋកិច្ចសមុទ្ររួមទាំងកង្វះអ្នកជំនាញផ្នែកច្បាប់ហេតុនេះហើយធ្វើឲ្យប្រទេសវៀតណាមនិងថៃដែលមានកិច្ចព្រមព្រៀងជាមួយគ្នាបានរំលោភយកដែនសមុទ្រកម្ពុជាដោយរំលោភច្បាប់អន្តរជាតិយ៉ាងពេញទីចំពោះទស្សនៈនេះកម្ពុជាគឺមិនអាចប្រើកម្លាំងទៅតវ៉ាបានទេមានតែប្រើច្បាប់ទេចុះហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជាតាំងពីសម័យឪពុករបស់គាត់គឺលោកនាយកលោកអតីតនាយករដ្ឋមន្ត្រីហ៊ុនសែននិងសម័យកូនលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតមិនព្រមប្រើប្រាស់ច្បាប់ដើម្បីទាមទារតវ៉ាយកដែនសមុទ្រកម្ពុជានៅក្នុងករណីនេះខ្ញុំសូមសង្ខេបនៅការបកស្រាយខាងលើចំពោះករណីវៀតណាមនិងថៃនាំគ្នាកាត់យកដែនសមុទ្រកម្ពុជារវាងច្បាប់អន្តរជាតិអំណាចនយោបាយនិងភាពខ្សោយយុទ្ធសាស្ត្រជាតិដូចខាងក្រោមនេះមួយហេតុអ្វីបានជាទំនាស់លើដែនសមុទ្ររវាងវៀតណាមថៃនិងកម្ពុជាបានកើតឡើងទាំងអស់នេះគឺខ្ញុំសង្ខេបនៅអ្វីដែលបកស្រាយខាងលើដើម្បីឲ្យអ្នកស្ដាប់ងាយស្ដាប់ថាតើវាមានករណីអីទំនាស់លើដែនសមុទ្ររវាងវៀតណាមថៃនិងកម្ពុជាមិនមែនជាបាតុភូតថ្មីទេប៉ុន្តែជាបញ្ហាសមុទ្រដែលមានឫសគល់ជ្រៅក្នុងប្រវត្តិសាស្ត្រនិងអភិបាលកិច្ចអាណានិគមនិងការប្រកួតប្រជែងអំណាចតំបន់មូលហេតុសំខាន់អាចសង្ខេបដូចខាងក្រោមភាពមិនច្បាស់លាស់នៃព្រំដែនសមុទ្រព្រំដែនសមុទ្ររបស់កម្ពុជាមិនដែលត្រូវបានកំណត់ជាក់លាក់និងទូលំទូលាយតាមច្បាប់អន្តរជាតិចាប់តាំងពីសម័យអាណានិគមផែនទីនិងឯកសារចាស់ជាច្រើនផ្ដោតលើផែនទីដីព្រំដែនគោកគណៈព្រំដែនសមុទ្រត្រូវបានមើលរំលងឬទុកជាតំបន់មិនច្បាស់លាស់ភាពមិនស្មើគ្នានៃអំណាចវៀតណាមនិងថៃជាប្រទេសដែលមានសមត្ថភាពយោធាសមុទ្រធនធានបច្ចេកទេសនិងឥទ្ធិពលនយោបាយតំបន់ខ្លាំងជាងកម្ពុជានៅក្នុងបរិបទអន្តរជាតិនិងអំណាចជាក់ស្ដែងដែលជាញឹកញាប់គឺបានប្រើអំណាចលើសច្បាប់តែតម្លៃសមុទ្រនិងយុទ្ធសាស្ត្ររបស់សមុទ្រដែនសមុទ្រមិនត្រឹមតែជាទឹកសមុទ្រទេប៉ុន្តែជាប្រភពធនធានប្រេងថាមពលឧស្ម័នជលផលសមុទ្រនិងផ្លូវពាណិជ្ជកម្មសមុទ្រសំខាន់ផងដែរកិច្ចការនេះធ្វើឲ្យប្រទេសជិតខាងមានចំណង់ចំណូលចិត្តនិងមានមហិច្ឆតាឈ្លានពានយ៉ាងខ្លាំងដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួននិងក្តោបក្តាប់កម្ពុជាមរតកអាណានិគមនិងភាពមិនច្បាស់លាស់នៃព្រំដែនសមុទ្រមរតកធ្ងន់ធ្ងរមួយដែលកម្ពុជាទទួលបានមកពីសម័យអាណានិគមបារាំងគឺការកំណត់ព្រំដែនមិនពេញលេញជាពិសេសលើអធិបតេយ្យភាពសមុទ្រអាទិភាពអាណានិគមដីគោកលើសមុទ្របារាំងបានផ្ដោតសំខាន់លើការគ្រប់គ្រងដីគោកគ្រប់គ្រងប្រជាជនពន្ធនិងសន្តិសុខសមុទ្រត្រូវបានមើលថាជាតំបន់បន្ថែមដែលមិនទាមទារការកំណត់ព្រំដែនច្បាស់លាស់ផែនទីអាណានិគមនិងភាពមិនច្បាស់មិនឯកនិងភាពមិនមានឯកសារផ្លូវច្បាប់ផែនទីជាច្រើនត្រូវបានគូសឡើងសម្រាប់គំនូរបំណងរដ្ឋបាលមិនមែនជាឯកសារច្បាប់អន្តរជាតិក្រោយឯករាជ្យកម្ពុជាមិនបានធ្វើបំលែងផែនទីអាណានិគមទៅជាព្រំដែនច្បាប់ឲ្យបានទាន់ពេលនេះគឺជាកំសោយផ្នែកច្បាប់របស់រដ្ឋាភិបាលកម្ពុជានៅក្នុងការគ្រប់គ្រងប្រទេសបញ្ហាបន្តបន្ទាប់គឺក្រោយឯករាជ្យគឺក្រោយឆ្នាំ1953កម្ពុជាជួបវិបត្តិនយោបាយសង្គ្រាមនិងរបបបំលែងជាបន្តបន្ទាប់ដែលធ្វើឲ្យការចាត់ចែងបញ្ហាព្រំដែនសមុទ្រមិនស្ថិតនៅក្នុងអធិភាពជាតិនោះឡើយ3រវាងច្បាប់អន្តរជាតិនិងអំណាចនយោបាយនិងវិបត្តិអធិបតេយ្យភាពជាតិច្បាប់អន្តរជាតិជាឧបករណ៍ប៉ុន្តែមិនមែនជាការធានានូវអធិបតេយ្យភាពនោះទេអនុសញ្ញាសហប្រជាជាតិអំពីច្បាប់សមុទ្រ UNCLOS ឆ្នាំ1982បានផ្ដល់សិទ្ធិដល់ប្រទេសឆ្នេរសមុទ្រដូចជាដែនសមុទ្រទឹកដីតំបន់សេដ្ឋកិច្ចពិសេសនិងផ្ទៃបាតសមុទ្រប៉ុន្តែច្បាប់នេះត្រូវការការអនុវត្តនិងសមត្ថភាពការពារដោយប្រទេសសម័យខ្លួនផ្ទាល់មិនមែនសរសេរទុកហើយអនុវត្តបានឬមួយគ្រប់គ្រងបានដោយស្វ័យប្រវត្តិនោះទេអំណាចនយោបាយលើច្បាប់ក្នុងការអនុវត្តជាក់ស្ដែងប្រទេសខ្លះអាចប្រើយុទ្ធសាស្ត្រចរចាទ្វេភាគីដើម្បីធ្វើឲ្យយឺតយ៉ាវដើម្បីទាញពេលវេលាដើម្បីទាញយកប្រយោជន៍សពបែបយ៉ាងនិងដើម្បីបង្កើតស្ថានភាពក្នុងការគ្រប់គ្រងជាក់ស្ដែងដូចជាករណីប្រទេសកម្ពុជាដែលខ្សោយសពយ៉ាងធ្វើឲ្យប្រទេសថៃនិងប្រទេសវៀតណាមដែលមានអ្វីសពយ៉ាងធ្វើការចរចាដើម្បីទាញពេលវេលានិងការគ្រប់គ្រងជាក់ស្ដែងរួមទាំងការទាញយកផលយ៉ាងច្រើនអំពីព្រំដែនសមុទ្រជាមួយគ្នានោះការប្រាក់ឥទ្ធិពលការទូតដើម្បីទប់ស្កាត់
ការយកករណីទៅតុលាការអន្តរជាតិជាហេតុធ្វើឲ្យកម្ពុជាស្ថិតនៅស្ថានភាពខ្សោយជាងគេវិបត្តិអធិបតេយ្យភាពនិងភាពខ្សោយយុទ្ធសាស្ត្រជាតិបញ្ហាមិនមែនត្រឹមតែជាគេកាត់យកដែនសមុទ្រនោះទេប៉ុន្តែរួមមានកង្វះយុទ្ធសាស្ត្រសមុទ្រជាតិរបស់កម្ពុជាផ្ទាល់ផងដែរការពឹងផ្អែកនយោបាយបរទេសរបស់កម្ពុជាជាពិសេសការពឹងផ្អែកនយោបាយប្រទេសវៀតណាមក្នុងចន្លោះឆ្នាំ1979រហូតដល់ឆ្នាំ1993និងបន្តរហូតបច្ចុប្បន្ននឹងការបន្តពឹងលើនយោបាយការបរទេសដោយមានការពឹងទៅលើអធិបុលរបស់ចិនគឺជាហើយនឹងរួមកង្វះឯកសារច្បាប់និងក្រុមអ្នកជំនាញអន្តរជាតិនិងការមិនប្រាយន្តការតុលាការអន្តរជាតិឲ្យបានសកម្មដើម្បីការពារអធិបតេយ្យភាពជាតិរបស់ខ្លួនដូច្នេះមិនត្រឹមតែបាត់បង់លើផែនទីនោះទេប៉ុន្តែកម្ពុជាបានបាត់បង់លើសមត្ថភាពការសម្រេចចិត្តយុទ្ធសាស្ត្រជាក់ស្ដែងនៅក្នុងការការពារអធិបតេយ្យភាពសមុទ្ររបស់ខ្លួនផងដែរជារួមករណីដែនសមុទ្រកម្ពុជាមិនអាចយល់បានប្រសិនបើមើលតែចំនួនដែនដីធម្មតាវាជាលទ្ធផលនៃមរតកអាណានិគមភាពមិនស្មើគ្នាអំណាចនិងភាពខ្សោយយុទ្ធសាស្ត្រជាតិរបស់អ្នកដឹកនាំកម្ពុជាបច្ចុប្បន្នច្បាប់អន្តរជាតិអាចជាឧបករណ៍ការពារប៉ុន្តែមិនអាចជំនួសឲ្យឆន្ទៈនយោបាយនិងការរៀបចំយុទ្ធសាស្ត្រជាតិឯកភាពជាតិផ្ទៃក្នុងសមត្ថភាពដឹកនាំរដ្ឋនិងការយល់ដឹងរបស់អ្នកដឹកនាំជាតិបានឡើយបើកម្ពុជាមិនកែលម្អយុទ្ធសាស្ត្រសមុទ្រនិងការពារអធិបតេយ្យភាពដែលផ្អែកលើច្បាប់និងអំណាចការទូតទេនោះបញ្ហាវិបត្តិនេះនឹងរឹតនៅតែជាវិបត្តិបន្តបន្ទាប់មិនមែនជាប្រវត្តិសាស្ត្រអតីតកាលនោះទេដូច្នេះបញ្ហាដែនសមុទ្រកម្ពុជាជាមួយវៀតណាមនិងថៃមិនមែនជារឿងអតីតកាលទេប៉ុន្តែជាបញ្ហាអនាគតរបស់ជាតិវាជាលទ្ធផលនៃប្រវត្តិសាស្ត្រដែលបានបញ្ចប់ការអនុវត្តច្បាប់អន្តរជាតិមិនស្មើភាពនិងភាពខ្សោយផ្ទៃក្នុងនិងការគ្រប់គ្រងរបស់អ្នកដឹកនាំបច្ចុប្បន្ននេះតែម្ដងបើកម្ពុជាមិនកែប្រែទិសដៅដោយលើកកម្ពស់ជំនាញច្បាប់សមុទ្រការទូតសកម្មនិងការយល់ដឹងច្បាប់ជាតិបញ្ហាជាតិការកាត់យកដែនសមុទ្រនឹងមិនត្រឹមតែជាការចោទប្រកាន់ប៉ុន្តែអាចក្លាយជាការពិតអចិន្ត្រៃយ៍សម្រាប់មនុស្សជំនាន់ក្រោយនៅពេលនោះកម្ពុជានឹងបាត់បង់អ្វីៗទាំងអស់ជុំវិញអធិបតេយ្យភាពសមុទ្ររបស់ខ្លួនជាមួយគ្នានេះដែរបញ្ហាដែនសមុទ្រកម្ពុជាមិនមែនជាបញ្ហាដែលវៀតណាមនិងថៃធ្វើឡើងដោយគ្មានការព្រៀងទុកនោះទេការប្រើអំណាចនិងភាពស្ងៀមស្ងាត់របស់កម្ពុជាធ្វើឲ្យកម្ពុជាបាត់បង់ដែនសមុទ្រដោយមិនអាចការពារបានហើយចំពោះបញ្ហាផ្លូវច្បាប់ក៏ជាបញ្ហាមួយដែលកម្ពុជាហាក់ដូចជាទុកផ្លូវច្បាប់ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួនជាជំហានក្រោយក្រៅពីការសំងំនៅស្ងៀមស្ងាត់ហើយកម្ពុជាអាចនឹងក្លាយទៅជាការបាត់បង់សម្រាប់ជនក្រោយដែលមិនអាចទាមទារយកវិញបានជារៀងរហូតដូច្នេះបញ្ហាដែនសមុទ្រកម្ពុជាគឺជាបញ្ហាមួយដែលពលរដ្ឋនិងយុវជនខ្មែរជំនាន់ក្រោយត្រូវគិតគូរឲ្យបានមែនទែនថាតើយើងត្រូវចូលរួមគ្នាការពារអធិបតេយ្យភាពសមុទ្រការពារអធិបតេយ្យភាពដែនគោកថ្មីនេះការគ្រប់គ្រងទោះបីយើងថាបដោះសន្នសិនក៏ដោយរបស់ថៃនៅលើទឹកដីកម្ពុជាជាង42តាំងនៅក្រោយសង្គ្រាមចុងឆ្នាំ2025និងការគ្រប់គ្រងជាយូរមកហើយតាំងពីក្រោយឆ្នាំ1979របស់នៅព្រំដែនខាងភាគីវៀតណាមនោះគឺយើងឃើញថាទឹកដីកម្ពុជារួមទាំងដែនសមុទ្របានបន្តបាត់បង់ជាបន្តបន្ទាប់ដោយសារតែឆន្ទៈនយោបាយនិងការមិនគិតគូររបស់អ្នកដឹកនាំបច្ចុប្បន្ននេះអញ្ចឹងបញ្ហានេះគឺថាជាបញ្ហារបស់យុវជនដែលត្រូវគិតគូរថាតើយើងគួរដើរផ្លូវណាដើម្បីការពារអធិបតេយ្យភាពជាតិរបស់ខ្លួនទាំងដែនសមុទ្រនិងដែនគោកខ្ញុំកណាខ្ញុំសូមបញ្ចប់នៅអត្ថបទពាក់ព័ន្ធនឹងដែនសមុទ្រទៅនេះហើយខ្ញុំកណាខ្ញុំសូមអរគុណចំពោះព្រះគុណគុណព្រះអង្គចំពោះពលរដ្ឋខ្មែរដែលបានតាមដានទស្សនានិងក៏សូមខន្តីអភ័យទោសចំពោះអ្នកជំនាញផ្នែកច្បាប់សមុទ្រចំពោះសាស្ត្រាចារ្យទាំងឡាយដែលមានជំនាញនៅក្នុងនីតិសមុទ្រនេះប្រសិនបើមានការលឺលួសនៅក្នុងចំណុចណាសូមជួយបំពេញបន្ថែមផងដែរខ្ញុំកាលណាខ្ញុំសូមអរគុណនិងសូមអរគុណសូមថ្លែងគំលាសូមជម្រាបលា